ងឿនថាអ្នកកើតឆ្នាំមួយម៉ែនៅក្នុងស្ថានភាពក្នុងពេលឥឡូវហ្នឹងគឺកំពុងតែរ៉ាប់រងតិចនៅក្នុងការងារផងយើងអញ្ចឹងការងារផងយើងហ្នឹងគឺរ៉ាប់រងបើសិនជាយើងមានគោលដៅច្បាស់លាស់រ៉ាប់រងមួយគឺ1 2គឺ2គឺវាអាចថានឹងនាំនៅរឿងល្អនៅក្នុងខែ8ចាប់ពីថ្ងៃទី1ទៅដល់ថ្ងៃទី15ទោះតែមកគ្នាថ្ងៃយើងមកដល់ពាក់ព័ន្ធជាមួយនឹងការអានការរបស់ខ្ញុំនេះដែរអញ្ចឹងនៅក្នុងខែ8ថ្ងៃ1ដល់ថ្ងៃ15ហ្នឹងនឹងមានរឿងអ្វីត្រូវចង់ប្រាប់ខ្ញុំនិយាយថានៅក្នុងខែ8ហ្នឹងគឺពីថ្ងៃដែលខ្ញុំរៀបរាប់ហ្នឹងគឺយើងអាចថាមានភាពមួយដែលគិតទៅមុខទៅក្រោយគិតទៅមុខទៅក្រោយតែម្ដងនៅអ្វីដែលខ្លួនគិតនៅអ្វីដែលខ្លួនធ្វើជាពិសេសអាចថាវាពាក់ព័ន្ធជាមួយនឹងស្នេហាគឺរឿងធំជាងគេបន្ទាប់មកវារៀលដល់ទៅដល់មិត្តភ័ក្តិដល់អ្វីប៉ុន្តែអាភាពគិតអាភាពដែលធ្វើអាភាពអ្វីដែលខ្លួនកំពុងតែមានហ្នឹងបើសិនជាវាឡើងគឺវាឡើងខ្លាំងផុតលេខតែម្ដងបើសិនជាយើងមិនស្មុគស្មាញហើយមានគោលដៅមានវិន័យបានអស់ប៉ុន្តែបើសិនជាមិនមានភាពច្បាស់លាស់ទេបើសិនជាធ្លាក់គឺក៏វាធ្លាក់អាចថាធ្លាក់ខ្លាំងផុតលេខសម្រាប់អ្នកដែលកើតឆ្នាំមកមែននៅក្នុងពីថ្ងៃទី1ទៅដល់ថ្ងៃទី15ហ្នឹងដែរអញ្ចឹងនៅក្នុងស្ថានភាពក្នុងពេលហ្នឹងយើងអាចថាមិនសូវជីចែកក្តីស្រឡាញ់ឲ្យគ្រួសារពាក់ព័ន្ធជាមួយនឹងលុយកាក់បន្តិចនៅក្នុងការងារផងយើងមិនសូវជីចែកក្តីស្រឡាញ់ឲ្យកិត្តិយសទៅលើមជ្ឈដ្ឋានជាមួយខ្លួនពេលខ្លះយើងច្បាមយកនៅសំណាងពេលខ្លះបើសិនជាយើងច្បាមយកនៅសំណាងចេញពីគ្រួសារហើយវាទាមទារឲ្យយើងនឹងចែកទៅលើក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនទៅគឺវាអាចថានឹងអមថាគ្រួសារមិត្តភ័ក្តិស្នេហាប្រិយប្រពន្ធអីទេប៉ុន្តែវាមានជាបញ្ហាទេពីថ្ងៃទី1ដល់ថ្ងៃទី15ហ្នឹងវាអាចថាឲ្យសកម្មភាពផងយើងនឹងឡើងខ្លាំងផុតលេខដែរអ្នកខ្លះអាចថានឹងមានទំនាក់ទំនងស្នេហាថ្មីអ្នកខ្លះអាចថានឹងមានទំនាក់ទំនងអ្វីដែលធ្វើឲ្យយើងនឹងខ្លាំងក្លាពីមជ្ឈដ្ឋានមួយទៅមួយអីចឹងទៅយើងមានជាបញ្ហាអីសម្រាប់យើងទេវាជារឿងល្អខ្លាំងផុតលេខសម្រាប់រឿងនឹងឲ្យតែយើងនឹងពង្រឹងខ្លួនឯងឲ្យល្អខ្ញុំថាបច្ចេកផងយើងរៀបចំជាមួយនឹងមិត្តភ័ក្តិប្រជិចផងយើងហ្នឹងគឺកំពុងតែដើរទៅហើយអ្វីដែលរៀបចំគឺអាចថាពី2ឬក៏3ឡើងទៅ3ចុះក្រោមអាចថាបានដែរបើសិនជាមានប្រជិចគំនិតជាមួយនឹងមនុស្សជុំវិញខ្លួនគឺអាចថានឹងល្អដល់ណាអាចថាការងារផងយើងក៏ច្បាស់លាស់ហើយស្នេហាផងយើងក៏ច្បាស់លាស់សំណាងគឺការច្បាមយកនៅលទ្ធផលនៃលុយកាក់ជាមួយនឹងគ្រួសារចេញពីគ្រួសារឬក៏អីយ៉ាងទៅបើវិសោធផងយើងហ្នឹងគឺខ្ញុំជឿថាមានគ្រប់គ្រាន់សម្រាប់កិត្តិយសផងយើងសម្រាប់ការចាយវាយសម្រាប់អីយ៉ាងទៅប៉ុន្តែវារៀងសោកសៅបន្តិចពីទាមទារឲ្យយើងហ្នឹងកុំឲ្យសោកសៅពេកត្រូវតែប្រើនៅចំណេះវិជ្ជាយើងឲ្យច្បាស់ត្រូវតែប្រើនៅគំនិតខ្លួនឯងឲ្យខ្លាំងទៅវាល្អខ្ញុំថាសំណាងលទ្ធផលចុងក្រោយនៅក្នុងពេលហ្នឹងគឺវារុញឲ្យយើងហ្នឹងតិចសម្រាប់យើងប៉ុន្តែកាក់សេនដូចយើងសន្សំលុយមួយថ្ងៃ1រៀល2រៀល3រៀលអញ្ចឹងថាអញ្ចឹងសំណាងរបស់យើងគឺវាមិនមកទាំងដុលទេគឺវាទាមទារឲ្យយើងនឹងបង្កើតទៅលើសមត្ថភាពខ្លួនឯងខ្លាំងទៅវាអាចថានឹងល្អសម្រាប់យើងខ្ញុំឃើញថានៅក្នុងខែ8ហ្នឹងគឺចរិតដែលខ្ញុំបងវល់វាសនាគឺយើងមាន3ប្រភេទចរិតទី1គឺរៀងស្មោះស្ម័គ្រជាមួយមិត្តភ័ក្តិស្មោះស្ម័គ្រជាមួយនឹងស្នេហាគឺវារៀងធំជាងគេអញ្ចឹងផ្លូវចិត្តផងយើងហ្នឹងពេលខ្លះមិត្តភ័ក្តិមិនសមកបស្នេហាមិនសមកបហើយគឺវានឹងធ្វើឲ្យគូក្បាលចិត្តផងយើងកំណត់ផងយើងគិតទៅមុខទៅក្រោយវាអាចថានឹងមានបញ្ហាជាពិសេសទៅលើស្ថានភាពស្នេហាផងយើងវាជួបនៅបញ្ហាណាធ្វើឲ្យមានការឲ្យយើងឆេះឆៅគុំអីល្អជាងព្រោះបើសិនជារកទី2ច្រឹកផងយើងគឺឆេះឆៅខ្លាំងតែម្ដងពេលខ្លះវាទាមទារនៅក្នុងខែ8ពីថ្ងៃទី1ទៅដល់ថ្ងៃទី15ហ្នឹងទាមទារឲ្យយើងនឹងកុំសូវមានភាពឆេះឆៅពេកពាក់ព័ន្ធមួយច្រឹកទី2នៅពេលដែលយើងឆេះឆៅខ្លាំងពេកវាបែរទៅជានាំនៅបញ្ហាសម្រាប់យើងខ្លួនឯងសម្រាប់ស្នេហាសម្រាប់ផ្លូវចិត្តសម្រាប់មនុស្សជុំវិញខ្លួនឬមិត្តភ័ក្តិជុំវិញខ្លួនហ្នឹងគឺវាអត់អីទេជាពិសេសទៅលើស្នេហាបើសិនជាវាធ្លាក់ខ្លាំងហើយយើងឆេះឆៅយើងអីហ្នឹងគឺអាចថានឹងនាំនៅផលវិនិច្ឆ័យខ្លាំងតែម្ដងកុំឲ្យយើងនឹងមានភាពឆេះឆៅពេកគឺវាថានឹងល្អសម្រាប់យើងរៀងគុំក្រងអារម្មណ៍ទៅលើខ្លួនឯងគឺវាថានឹងល្អពេលខ្លះអាភាពឆេះឆៅផងយើងណាយើងដឹងថាខ្លួនឯងអត់ឆេះឆៅទេប៉ុន្តែពេលខ្លះយើងចង់សាកចិត្តគេយើងចង់អីចឹងទៅរកបញ្ហាស្នេហារកបញ្ហាមនុស្សជុំវិញខ្លួនអីហ្នឹងគឺវាអាចថានឹងយើងចង់សាកចិត្តគេក៏អាចថានាំឲ្យប៉ះពាល់ទៅដល់គេក៏អាចថាបានដែរយើងធ្វើអ្វីមួយត្រូវតែប្រយ័ត្នប្រយែងនៅពេលដែលបញ្ហាដែលគេទះដៃមកខាងវាអត់លឺទេបញ្ហាដែលគេទះដៃមកវិញគឺអាចថាធ្វើឲ្យយើងនឹងគិតផ្លូវចិត្តផងយើងនឹងគឺធ្លាក់ទឹកខ្លាំងផុតលេខ បើ
បណ្ដាពីច្រើនគឺយើងឲ្យថា 100% គឺឲ្យថាឡើងផុតលេខតែម្ដងកុំឲ្យតែយើងនឹងចង់លេងសើចចង់ឆេឆាយចង់អីចឹងទៅហើយព័ន្ធមួយចរិតទី3គឺរៀងសំណាងទៅលើការច្បាមទៅលើលុយកាក់ផងយើងយើងឲ្យថាជាពិសេសគឺចេញពីគ្រួសារអ្នកខ្លះឲ្យថានឹងការរកស៊ីប្រកបមុខរបរឬក៏ឲ្យថាយកលុយពីគ្រួសារក៏រៀងដែរអញ្ចឹងវាមានជាបញ្ហាឲ្យតែយើងនឹងមានគោលដៅច្បាស់ហើយសំណាងគឺវាចេះតែមានសម្រាប់យើងអញ្ចឹងណាយើងត្រូវតែប្រើកម្រិតមួយដែលជាញើសឈាមខ្លួនឯងសមត្ថភាពខ្លួនឯងប្រើដោយគុណធម៌សច្ចធម៌និងសំណាងគឺវានឹងចូលមកសម្រាប់យើងនៅពេលដែលយើងធ្វើអញ្ចឹងហើយគឺវាអាចថានឹងល្អសម្រាប់អ្នកដែលកើតឆ្នាំមកម៉ែពីថ្ងៃទី1ដល់ថ្ងៃទី15យើងថាមានសារអ្វីជាបន្តទៀតអធិស្ឋានហើយអូខ្ញុំឃើញថាយើងមានការថ្លឹងថ្លែងច្បាស់លាស់លើរឿងដែលការប្រគល់ប្រជែងទៅលើស្ថានភាពលុយកាក់ផងយើងនៅក្នុងគ្រួសារនៅក្នុងអីអញ្ចឹងណាអញ្ចឹងយើងអាចថានឹងមានការថ្លឹងថ្លែងច្បាស់លាស់ប៉ុន្តែគំនិតផងយើងហ្នឹងគឺអាចថានឹងមានការក្បត់ពីក្រោយខ្នងពីសំណាក់មិត្តភ័ក្តិពីសំណាក់ស្នេហាសំណាក់អីចឹងទៅពេលខ្លះទៅលើផ្លូវចិត្តឯងពេលខ្លះផ្លូវចិត្តផងយើងហ្នឹងគិតថាគេក្បត់ពេលខ្លះផ្លូវចិត្តផងយើងហ្នឹងគិតថាគេមិនល្អសម្រាប់យើងមិនថាស្នេហាមិនថានៅជុំវិញខ្លួនអាហ្នឹងគឺវានឹងពិបាកសម្រាប់យើងពេលខ្លះសកម្មភាពផងយើងហ្នឹងឆ្លោះទាស់តែងលេងសើចជាមួយនឹងស្នេហាវាបែរឲ្យលទ្ធផលយ៉ាងទៅគឺមានការចំណែនឆ្លៀននេះពីអ្នកដតីពីមនុស្សជុំវិញខ្លួនពីស្នេហាហ្នឹងក៏អាចថាមានដែរអញ្ចឹងអ្នកខ្លះអាចថានឹងមានការឆ្លោះទាស់តែងគ្នាហើយអញ្ចឹងនៅពេលដែលបងប្អូនស្ដាប់ហ្នឹងនៅពេលដែលបងប្អូនស្ដាប់ហើយគឺវានឹងចាប់ផ្ដើមអ្វីដែលថ្មីនៅក្នុងទំនាក់ទំនងស្នេហានៅក្នុងទំនាក់ទំនងឱកាសបើសិនជាឱកាសផងយើងអាចថាដូចខ្ញុំនិយាយចឹងបើសិនជាយើងឆេឆាវខ្លាំងពេកលេងសើចខ្លាំងពេកមិនមានភាពច្បាស់លាស់ម្ចាស់ការចង់សាកចិត្តចង់អីហ្នឹងគឺវានឹងរុញឲ្យយើងមកវិញគឺវានឹងនាំនៅបញ្ហាសម្រាប់យើងវិញអញ្ចឹងយើងធ្វើម៉េចឲ្យគោលដៅផងយើងហ្នឹងថាចង់បានស្អីពេលខ្លះរឿងខ្លះចូលមកយើងអត់មានគោលដៅសម្រាប់ខ្លួនឯងវានៅតែលេងសើចចឹងពាក់ព័ន្ធជាមួយនឹងស្ថានភាពស្នេហាស្ថានភាពមិត្តភ័ក្តិពេលខ្លះលេងសើចទៅលើផ្លូវចិត្តខ្លួនឯងអុកលុកទៅលើផ្លូវចិត្តខ្លួនឯងអញ្ចឹងដើម្បីជៀសផុតឥឡូវខ្ញុំមើលប្រកាសពីពធដើម្បីជៀសផុតត្រូវតែងើបទៅលើការងារកិត្តិយសលុយកាក់ខ្លួនឯងនឹងឲ្យខ្លាំងកុំសូវមានការចាយវាកុំសូវមានភាពស្ដុកស្ដំពេកហើយផ្លូវចិត្តផងយើងហ្នឹងបើចង់កិច្ចផុតពីការចំណែនពីការចាក់ដោតពីការក្បត់ពីការអីហ្នឹងគឺត្រូវតែកុំយកដាក់ក្នុងខ្លួនព្រោះវាទាមទារឲ្យយើងនឹងមិនចង់គ្រប់គ្រងចិត្តអ្នកដទៃនៅពេលដែលយើងមិនចង់គ្រប់គ្រងចិត្តអ្នកដទៃមិនចង់ហួសហែងគេខ្លាំងពេកហើយក៏វាអាចថានឹងនាំនៅបញ្ហាខ្លួនឯងអញ្ចឹងបើសិនជាយើងមិនចង់គ្រប់គ្រងទៅលើអ្នកដទៃគឺវាអាចថានឹងល្អសម្រាប់អ្នកដែលកើតឆ្នាំមកម៉េះឱកាសគឺវាមិនសូវជាហុចឲ្យទេនៅក្នុងការងារអញ្ចឹងយើងត្រូវតែប្រឹងធ្វើការប្រគួតប្រជែងខ្លាំងដើម្បីជៀសផុតពីការចំណានឆ្លៀននេះនៅពេលដែលយើងបោសម្រុកទៅលិចទៅកើតទៅជើងទៅត្បូងបោសម្រុកក្នុងការធ្វើអនុវត្តទៅក្នុង project ផងយើងគឺវាអាចថានឹងល្អពេលខ្លះរឿងខ្លះវិជ្ជមានចូលមកយើងទៅអនុវត្តទៅដូចយើងឆ្លងខេត្តឆ្លងតំបន់ដើម្បីរកស៊ីដើម្បីអញ្ចឹងទៅឬក៏គោលដៅយើងអីផ្សេងត្រូវតែអភិវឌ្ឍអនុវត្តឲ្យខ្លាំងឲ្យមានភាពច្បាស់លាស់ឲ្យងើបទៅមុនគេទើបរឿងចម្លែកវាមិនអាចកើតឡើងនៅក្នុងវាសនាផងយើងវាសនាធំជាងគេហ្នឹងគឺវាសនាដែលយើងលេងសើចគឺយើងមិនច្បាស់លាស់ហ្នឹងមានសារអ្វីជាបន្តទៀតសម្រាប់អ្នកដែលកើតឆ្នាំមកម៉េអូខ្ញុំឃើញថាពីថ្ងៃទី1ទៅដល់ថ្ងៃទី15ហ្នឹងគឺយើងមិនសូវជាមានលុយកាក់ពេលខ្លះអាចថាបើសិនជាយើងផ្ដោតទៅលើស្ថានភាពលុយកាក់គឺវាអាចថាល្អផងមិនល្អផងអញ្ចឹងស្ថានភាពខ្ញុំដូចនិយាយយើងឧទាហរណ៍បញ្ហាការងារក្នុងគ្រួសារកឹបកេងនៅក្នុងគ្រួសារអ្នកខ្លះទទួលបាននៅគេមរតកឬក៏ការឆ្លោះទាស់តែងគ្នាត្រូវតែជាផុតដើម្បីទទួលបាននៅលុយកាក់ល្អហើយវិនិយោគរយៈពេលយូរត្រូវតែចែកទៅលើក្តីស្រឡាញ់ឲ្យមនុស្សជុំវិញខ្លួនឲ្យខ្លាំងតិចទៅវាអាចថានឹងនាំនៅរឿងអពេលខ្លះសំណាងផងយើងនៅពេលដែលយើងនិយាយស្ដីចេញទៅគឺមានមនុស្សដែល introvert មួយនិយាយទៅនៅលើលោកនេះគឺមានពីរប្រភេទហ្នឹងខ្ពស់ខ្ទាបសខ្មៅវែងខ្លីអញ្ចឹងតែមាន introvert extrovert ហ្នឹងមនុស្សដែលប្រើនៅគំនិត extrovert ហ្នឹងមនុស្សដែលចូលចិត្ត
ប្រើនៅការសកម្មភាពនិយាយច្បាស់អញ្ចឹងទៅប៉ុន្តែទាំងពីរនឹងមកឲ្យបែងចែកគឺស្មើគ្នាទាំងអស់វាមិនមែនជាប្រភេទណាដែលខុសគ្នាទេអញ្ចឹងនៅពេលដែលយើងសំណាងយើងអាចថាលក្ខណៈសំណាងផងយើងគឺមួយច្បាស់លាស់មានភាពសក្តិយុត្តិធម៌ផងមិនសក្តិយុត្តិធម៌ផងប៉ុន្តែបើសិនជាយើងកាន់នៅភាពសក្តិយុត្តិធម៌គឺវានឹងល្អប៉ុន្តែភាគច្រើនកាលនេះគឺយើងអាចថានឹងមានភាពអាត្មានិយមទៅលើស្ថានភាពស្នេហាស្ថានភាពលុយកាក់ស្ថានភាពរឿងសំណាងផងយើងវាទៀមទីឲ្យយើងនឹងតម្លាក់ទុកចោលនៅរឿងណាដែលអត់ចាំបាច់វាអាចថានឹងជួបទៅលើភាពអាម៉ាស់វាអាចថានឹងជំរុញឲ្យយើងនឹងជួបទៅលើភាពអាម៉ាស់អញ្ចឹងយើងត្រូវតែប្រយ័ត្នប្រយែងទៅលើហ្នឹងទៅលើផ្លូវចិត្តផងយើងបើសិនជាយើងគិតខ្លួនឯងហ្នឹងនៅក្នុងធម៌ពលខ្លួនឯងគឺយើងមិនសូវជាមានភាពប្រហើនទេប៉ុន្តែទៅលើខាងក្រៅយើងអាចថាមានភាពប្រហើនតិចទៅលើស្ថានភាពសំណាងផងយើងទៅលើស្ថានភាពកិត្តិយសការចាយវាយលុយកាក់ផងយើងពេលខ្លះយើងខ្វះទៅលើលុយកាក់ខ្វះអីវាត្រូវតែអញ្ចឹងល្អអាក្រក់គឺវាអត់មានជាបញ្ហាទេសំខាន់ឲ្យតែយើងនឹងដើរទៅលើផ្លូវល្អហើយគោលដៅផងយើងនឹងចង់បានអីគេល្អអាក្រក់វាមិនសំខាន់ទេកុំឲ្យតែយើងនឹងឆ្លោះទាស់ទែងគ្នាដណ្ដើមគេមរតកឬក៏អ្វីផ្សេងមួយដែលនាំទៅបញ្ហាដាក់ខ្លួនអ្នកដតីរៀបដាក់ឲ្យវាច្រើនទំងចាំប្រភេទចេះរឿងកាត់ឡើងមិនចេះចប់អាហ្នឹងគឺវាជាបញ្ហាយើងត្រូវតែធ្វើមិនឲ្យល្អប្រសើរទៅយើងមានថាឱកាសការងារផងយើងហ្នឹងវាស៊ីសងតើតែយើងនឹងសម្រេចចិត្តដោយខ្លួនឯងឲ្យច្បាស់លាស់នៅក្នុងគ្រួសារគឺវានឹងល្អឱកាសការងារផងយើងគឺមិនសូវជាមានការហុចឱកាសទៅលើការឲ្យយើងសម្រេចចិត្តទេយើងធ្វើល្អផងអាក្រក់ផងក៏វាមានជាបញ្ហាដែរឲ្យតែយើងនឹងមានគោលដៅមានភាពច្បាស់លាស់មានភាពសក្តិយុត្តិធម៌គឺទៅវាអាចថានឹងល្អចំណុចមានប៉ុណ្ណឹងទេអរគុណបងប្អូនដែលបានទស្សនានៅការរបស់ខ្ញុំលុយជូនបងប្អូនសុខភាពល្អសំណាងល្អរកទទួលទានមានបានគ្រប់ពេលកិច្ចគ្រប់ទីកន្លែងជួបគ្នានៅឱកាសក្រោយបាយបាយ